ឈុតឆាកប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញក្នុងទឹកភ្លៀងក្រោមខ្យល់ព្យុះដ៏បក់បោកខ្នងដែលពោពេញដោយស្នាមរបួសបញ្ជាក់ពីភាពរឹងមាំនិងការឆ្លងកាត់ការវឹកហាត់យ៉ាងធ្ងន់ធ្ងរការទាត់បើកប្រអប់ដាក់អាវុធយុទ្ធភ័ណ្ឌសម្ងាត់ដែលបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់បេសកកម្មប្រភេទអាវុធទំនើបនិងគ្រាប់កាំភ្លើងជាច្រើនត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយក្នុងកេសក្រសែភ្នែករបស់សមាជិកក្រុមនីមួយៗពោពេញដោយភាពម៉ឺងម៉ាត់និងបដិញ្ញាចិត្តខ្ពស់កងទ័ពកំពុងវឹកហាត់យ៉ាងស្វិតស្វាញដោយការសែងឈើធ្ងន់ឆ្លងកាត់ភ្នំក្រំពលឺថ្ងៃអស្ដង្គត់ការរៀបចំសម្អាតកាំភ្លើងដាក់គ្រាប់និងការត្រៀមខ្លួនដាក់ខែលការពារខ្លួនបង្ហាញពីសេចក្តីក្លាហានមេបញ្ជាការកំពុងបង្ហាញផែនទីយុទ្ធសាស្ត្រដល់កងកម្លាំងពិសេសដើម្បីត្រៀមខ្លួនចេញបញ្ជាវាយលុកកងទ័ពមិនបាច់ចរានទេសំខាន់គឺស្ថិតនៅលើគុណភាពនិងភាពប៉ិនប្រសប់កងកម្លាំងពិសេសក្នុងឈុតទំភីទឹកកកឈរត្រៀមខ្លួនយ៉ាងអង់អាចក្រោមពន្លឺព្រះច័ន្ទការបាញ់គ្រាប់កាំភ្លើងនិងខ្សែភ្នែកដ៏មុតស្រួចតាំងចិត្តថានឹងបង្ក្រាបសត្រូវឲ្យខាតបង់យ៉ាងដំណំបុរសម្នាក់បានលេចមុខឡើងនៅក្នុងបន្ទប់ស្នាក់នៅដ៏សាមញ្ញមួយនិយាយជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គាត់បានសម្ដែងការតាំងចិត្តខ្ពស់ក្នុងការស្នើសុំបង្កើតកងកម្លាំងពិសេសថ្នាក់ដឹកនាំដែលមានវ័យចំណាស់ម្នាក់បានអង្គុយស្រូបបារីនិងសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គាត់បានលើកសរសើរពីការលះបង់របស់បុរសរូបនេះដែលបានបោះបង់ជីវិតដ៏សម្បូរសប្បាយនៅអាមេរិកដើម្បីវិលត្រឡប់មកចូលរួមក្នុងបេសកកម្មជាតិបុរសជាអតីតទាហានអាជីពរូបនោះបានពន្យល់ពីសារៈសំខាន់នៃការបង្កើតកងកម្លាំងពិសេសដែលមានភាពស្ទាត់ជំនាញក្នុងកិច្ចប្រតិបត្តិការកម្រិតខ្ពស់ទោះបីជាប្រទេសជាតិយើងនៅមានភាពខ្វះខាតបើធៀបនឹងប្រទេសមហាអំណាចខាងក្រៅក៏ដោយប៉ុន្តែការប្រឹងប្រែងគឺជារឿងចាំបាច់ថ្នាក់ដឹកនាំរូបនោះក៏បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនេះដោយទុកចិត្តទាំងស្រុងលើសមត្ថភាពរបស់គាត់បុរសនោះបានធ្វើការគៀបថ្ងៃស្ម័គ្រចិត្តនិងបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការកម្ចាត់សត្រូវឲ្យអស់ពីដីគាត់ស្នើសុំជ្រើសរើសសមាជិកចំនួន11នាក់ដែលមានទាំងជំនាញប្រយុទ្ធដ៏ប៉ិនប្រសប់និងកម្រិតចំណេះដឹងសមរម្យដើម្បីគ្រប់គ្រងដល់កិច្ចការងារនេះគាត់មិនត្រឹមតែសុំទីតាំងសម្រាប់វឹកហាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានយកថវិកានិងបញ្ជីឱសថជំនួយមកជូនអង្គភាពថែមទៀតផងសកម្មភាពនេះបានធ្វើឲ្យថ្នាក់ដឹកនាំមានការរំជួលចិត្តយ៉ាងខ្លាំងរហូតដល់ធ្លាក់ទឹកភ្នែកដឹងគុណចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅឈុតឆាកចាប់ផ្ដើមជាមួយនឹងទស្សនវិជ្ជាដែលកងកម្លាំងពិសេសកំពុងប្រើប្រាស់កាំភ្លើងបាញ់ឆ្ងាយក្នុងពេលយប់ក្រោមពន្លឺព្រះច័ន្ទដើម្បីផ្ដោតគោលដៅទៅលើទីតាំងរបស់សត្រូវមេបញ្ជាការកងទ័ពពិសេសជើហ្វេងបង្ហាញការតាំងចិត្តយ៉ាងមុតមាំថាយកជីវិតរបស់ពួកវាដើម្បីធ្វើជាពិធីបូជាដល់កងកម្លាំងពិសេសដំបូងបង្អស់នេះមុននឹងសម្ដេចបាញ់កំទេចគោលដៅបន្ទាប់មកឈុតឆាកបង្ហាញពីកិច្ចប្រជុំនិងការស្វាគមន៍គ្នារវាងមេបញ្ជាការជើហ្វេងនិងមិត្តថ្មីម្នាក់ទៀតគឺហ្សាវចិនដែលទើបតែទទួលបានការតែងតាំងជាផ្លូវការសមាមិត្តហ្សាវចិនបានប្រកល់លិខិតតែងតាំងពីអង្គការដោយប្រកាសថាគាត់ត្រូវបានតែងតាំងជានយោបាយពិសេសឬនាយកការិយាល័យនយោបាយដោយស្វាគមន៍ជើហ្វេងចូលក្នុងសមរភូមិដូចជាបងប្អូនរួមអាវុធពួកគេទាំងពីរបានធ្វើការអបអរសាទរនិងសំពះថ្ងៃស្ម័គ្រចិត្តទៅវិញទៅមកហើយជើហ្វេងបានសាកសួរពីការរៀបចំទីតាំងបណ្ដុះបណ្ដាលដែលត្រូវបានរៀបចំរួចជាស្រេច15ថ្ងៃក្រោយមកពិធីបណ្ដុះបណ្ដាលនិងការប្រកាសរចនាសម្ព័ន្ធកងកម្លាំងពិសេសត្រូវបានចាប់ផ្ដើមឡើងដោយមានកងទ័ពឈរជើងយ៉ាងមានរបៀបរៀបរយជើហ្វេងបានបង្ហាញខ្លួនក្នុងនាមជានាយកសាលាកងកម្លាំងពិសេសប្រឆាំងនឹងជប៉ុនរួមជាមួយហ្សាវចិនជាអនុនាយកនិងជាស្នងការនយោបាយជើហ្វេងបានបញ្យល់ដល់កងទ័ពថាតើស្ដាប់យល់ទេអ្វីជាកងកម្លាំងពិសេសវាមិនមែនជាកងទ័ពធម្មតាទេវាជាកម្លាំងតូចប៉ុន្តែមានភាពប៉ិនប្រសប់ខ្ពស់មិនប្រយុទ្ធចឹងមែនមិនវៃលុកទ្រង់ទ្រាយធំប៉ុន្តែប្រើប្រាស់យុទ្ធសាស្ត្រវាយលុកគោលដៅយុទ្ធសាស្ត្រសំខាន់ដោយខាតបង់តិចបំផុតហើយចុងបញ្ចប់ជើហ្វេងបានស្នើសុំឲ្យហ្សាវចិនរៀបចំតាក់ទងទៅថ្នាក់លើដើម្បីបញ្ជូនគ្រូពេទ្យវះកាត់ឆ្នាំចំនួន2រូបមកដើម្បីហ្វឹកហាត់ផ្នែកពេទ្យសមរភូមិសម្រាប់កងកម្លាំងពិសេសនេះ Free បុរសម្នាក់បានដើរមករកប្រអប់ឈើដាក់សម្ភារៈយោធាហើយបើកវាឡើងដើម្បីត្រួតពិនិត្យនៅក្នុងប្រអប់នោះគឺពោពេញទៅដោយអាវុធទំនើបជាច្រើនប្រភេទមេបញ្ជាការចាប់ផ្ដើមណែនាំពីកាំភ្លើងខ្លី Colt M1911 ដែលផលិតឡើងនៅអាមេរិកទោះបីជាវាជាកាំភ្លើងល្បីឈ្មោះក៏ដោយប៉ុន្តែវាត្រូវបានកែច្នៃខុសពីទម្រង់ដើមបន្តិចវាប្រើប្រាស់គ្រាប់កាំភ្លើង Mauser ទំហំ 7.63 x 5 mmនេះគឺជាកាំភ្លើងដែលគាត់បានបញ្ជាទិញពិសេសពីវិស្វករនៅអាមេរិកចំនួន50ដើមការកែច្នៃនេះធ្វើឲ្យចម្ងាយបាញ់កាន់តែឆ្ងាយដល់150ម៉ែត្រនិងកម្លាំងទម្លុះកាន់តែខ្លាំងទោះបីជាអាយុកាលកណ្ដុងថយចុះបន្តិចនិងការបញ្ជូនគ្រាប់ថយចុះបន្តិចក៏ដោយក៏វានៅតែប្រើប្រាស់បានល្អសមាជិកក្នុងក្រុមបានសួរដោយភ្ញាក់ផ្អើលថាតើកាំភ្លើងនេះមានគ្រប់គ្នាដែរឬទេមេបញ្ជាការបានបញ្ជាក់ថាសម្រាប់កងកម្លាំងពិសេសគឺតម្រូវឲ្យបំពាក់អាវុធដល់ថ្មិញដោយឲ្យម្នាក់កាន់កាំភ្លើងខ្លីM1911 ម្នាក់មួយដើមបន្ទាប់មកគាត់បានបើកប្រអប់មួយទៀតដើម្បីណែនាំកាំភ្លើងវែង M1 Garand ដែលត្រូវបានកែច្នៃថ្មីកាំភ្លើងនេះមានកម្លាំងរុញច្រានតិចចម្ងាយបាញ់ effective ដល់430ម៉ែត្រនិងជាកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិវាផ្ទុកគ្រាប់បាន20គ្រាប់ដែលអាចប្រៀបធៀបនឹងកម្លាំងភ្លើងរបស់កាំភ្លើងធំៗជាច្រើនគាត់បានលើកកាំភ្លើងនោះមកបង្ហាញពីរបៀបប្រើប្រាស់និងភាពរហ័សរហួនរបស់វាអ្វីដែលកាន់តែអស្ចារ្យគឺវាមានបំពាក់ឧបករណ៍បាញ់គ្រាប់បែកនៅខាងក្រោមថែមទៀតផងវាអាចបាញ់គ្រាប់បែកទំហំ50មីលីម៉ែត្រដោយមានចម្ងាយបាញ់ឆ្ងាយបំផុតដល់150ម៉ែត្រក្រុមយោធាមានការរំភើបយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យនៃអាវុធទាំងនេះបន្តមកទៀតគាត់បានបង្ហាញកាំភ្លើងយន្តដៃ M3 ផលិតផលអាមេរិកដែលស័ក្តិសមសម្រាប់ការប្រយុទ្ធក្នុងបន្ទប់និងចម្ងាយជិតកាំភ្លើងនេះប្រើគ្រាប់ Mauser 50គ្រាប់ក្នុងមួយបង់និងមានល្បឿនបាញ់លឿនរហូតដល់600គ្រាប់ក្នុង1នាទីចុងក្រោយគាត់បានណែនាំកាំភ្លើងបាញ់ឆ្ងាយ Mauser 88K ដែលជារបស់អាល្លឺម៉ង់សុទ្ធសាធមិនទាន់កែច្នៃវាមានចម្ងាយបាញ់ឆ្ងាយដល់800ម៉ែត្រជាអាវុធដ៏សំខាន់សម្រាប់ក្រុមបាញ់ឆ្ងាយ
មេបញ្ជាការកំពុងបង្ហាញអាវុធទំនើបនិងសម្ភារៈយោធាថ្មីដល់កងទ័ពលោកបានបង្ហាញពីកំភ្លើងយន្តនិងការកែច្នៃប្រព័ន្ធគ្រាប់រំសេវឲ្យកាន់តែមានប្រសិទ្ធភាពក្រៅពីអាវុធក៏មានការបំពាក់ឈុតប្រសាប្រដាប់ការពារខ្លួននិងឧបករណ៍ទំនាក់ទំនងទំនើបផងដែរសមាជិកក្រុមទាំងអស់ត្រូវទទួលបានការបែងចែកឧបករណ៍ផ្ទាល់ខ្លួនដើម្បីត្រៀមខ្លួនសម្រាប់បេសកកម្មមេបញ្ជាការបានរៀបចំផែនការយ៉ាងម៉ត់ចត់និងកំណត់ពេលចាប់ផ្ដើមការបណ្ដុះបណ្ដាលយ៉ាងតឹងរឹងកងទ័ពចាប់ផ្ដើមឆ្លងកាត់ការវឹកវើយ៉ាងស្វិតស្វាញនិងការសាកល្បងសមត្ថភាពរាងកាយយ៉ាងខ្លាំងក្លាក្រុមទាហានពិសេសត្រូវបានដាក់ឲ្យវឹកវើយ៉ាងស្វិតស្វាញនិងឆ្លងកាត់ការពិសោធន៍យ៉ាងលំបាកវេទនាមេបញ្ជាការយល់ឃើញថាក្រុមការវឹកវើដ៏ខ្លាំងក្លានេះពួកគេមិនអាចបរិភោគត្រឹមបាយស្ងោរនិងបន្លែស្រស់ធម្មតាបានឡើយលោកបានរៀបចំស្វែងរកសាច់សត្វព្រៃមកបំពេញបន្ថែមធម្មពលដោយប្រើប្រាស់គ្រាប់កាំភ្លើងយ៉ាងមានប្រសិទ្ធភាពបំផុតសាច់សត្វព្រៃជាច្រើនក្បាលត្រូវបានយកមកចម្អិនក្នុងឆ្នាំងធំដើម្បីចែកជូនសមាជិកកងទាហានទាំងអស់គ្នាបន្ទាប់ពីបានបរិភោគអាហារយ៉ាងឆ្ងាញ់ពិសានិងសម្រាប់លំហែកាយរួចរាល់ពួកគេក៏ត្រូវបន្តកាតព្វកិច្ចហ្វឹកហ្វឺនយ៉ាងតឹងរឹងបន្តទៀតការហ្វឹកហ្វឺនក្នុងស្ថានភាពលំបាកដូចជាក្នុងទឹកឬភក់គឺជាមធ្យោបាយដើម្បីបង្កើនភាពអត់ធ្មត់និងជំនាញប្រយុទ្ធរកពេលបញ្ចប់ការហ្វឹកហ្វឺនដ៏ហត់នឿយមេបញ្ជាការតែងតែធានាថាកងទាហានទទួលបានការឧបត្ថម្ភស្បៀងអាហារនិងជីវជាតិគ្រប់គ្រាន់ដើម្បីស្ដារកម្លាំងឡើងវិញដំណាក់កាលបន្តមកទៀតគឺជាការហ្វឹកហ្វឺនប្រើប្រាស់អាវុធនិងការបាញ់គ្រាប់ពិតដើម្បីវាស់ស្ទង់សមត្ថភាពនិងភាពជាក់លាក់របស់កងកម្លាំងក្រោយពីឆ្លងកាត់ការហ្វឹកហ្វឺនយ៉ាងស្វិតស្វាញអស់រយៈពេល1ខែពេលវេលាសំខាន់ក៏បានមកដល់គឺការប្រកាសបង្កើតអង្គភាពពិសេសជាផ្លូវការបញ្ជីឈ្មោះមេបញ្ជាការនិងសមាជិកក្រុមនីមួយៗត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់សម្រាប់បេសកកម្មការពារជាតិពេលវេលានៃការត្រៀមលក្ខណៈបានឈានដល់ទីបញ្ចប់ហើយឥឡូវនេះគឺជាពេលដែលកងកម្លាំងពិសេសត្រូវចេញទៅអនុវត្តសមរភូមិពិតប្រាកដ